ហត់យាណាហើយភ្លាមញ៉ាំបានភ្លាមសំខាន់ប្រហិតគេប៉ុណ្ណានេះអាទូយើងញ៉ាំប្រដងមានសាច់មាន់ទៀតឥឡូវខ្ញុំញ៉ាំតែសាច់គោសិនកុំហើយច្រើនពេកប្រហិតយាធំស្ងួយសាច់គោអូយឡើងស្វាត់គេស្វាត់ឯនេះអស់គ្នាគឺស្វាត់យកហ្មងហ៎เป็นស្វាត់อ่ะចឹងសម្រាប់អ្នកចង់ញ៉ាំប្រហិតសាច់គោប្រែនកូនខ្មែរកុំភ្លេចប្រហិត bubble សាច់មាន់សាច់គោប្រហិតយ៉ា